សួស្តីបងប្អូនទាំងអស់គ្នាយើងតមករៀនទំនុកទៀតមេរៀនសារឡើងវិញរំលឹកមូលសិកតនដែលយើងបានរៀនពីមុនមកគឺបច្ចុប្បន្នដែលប្រើជាមួយនឹងមូលសិកតនដូចជាងួសម្រាប់ពីងញួរសម្រាប់ពីញបសម្រាប់ពីបមួសម្រាប់ពីមយោសម្រាប់ពីយរសម្រាប់ពីរវសម្រាប់ពីវអញ្ចឹងយើងមកបញ្ចប់មេរៀនយើងគឺមេរៀនដែលប្រើមូលសិកតនឬសញ្ញាធ្មេញកណ្ដុរដែលប្រកបជាមួយនឹងស្រៈនិស្ស័យបាទអញ្ចឹងបងប្អូនដឹងហើយពីមូលសិកតនសញ្ញាធ្មេញកណ្ដុរហើយគឺសម្រាប់សូរពីព្យញ្ជនៈដែលមានសម្លេងខ្យល់អូឲ្យទៅជាសម្លេងខ្យល់អលើកឡើងថាបគឺជាព្យញ្ជនៈសម្លេងខ្យល់អប៉ុន្តែយើងប្រើមូលសិកតននៅខ្យល់អដដែលក៏ប៉ុន្តែវាមានសម្លេងក្រលួចជាងព្យញ្ជនៈបបាទតោះកុំឲ្យខាត់ពេលយូរយើងទៅប្រកបនឹងអានទាំងអស់គ្នាងួសម្រាប់ពីងស្រអាងាងួសម្រាប់ពីងស្រអាងាញួសម្រាប់ពីញស្រអាមញ៉ាំញួសម្រាប់ពីញស្រអាមញ៉ាំបសម្រាប់ពីបស្រអីបៃបសម្រាប់ពីបស្រអីបៃមួសម្រាប់ពីមស្រអែម៉ែមួសម្រាប់ពីមស្រអែម៉ែមួសម្រាប់ពីមស្រអាម៉ាំមួសម្រាប់ពីមស្រអាម៉ាំយោសម្រាប់ពីយស្រអាយ៉ៃយោសម្រាប់ពីយស្រអាយ៉ៃរសម្រាប់ពីរស្រអាយរៃរសម្រាប់ពីរស្រអាយរៃរសម្រាប់ពីរស្រអាមរ៉ាំរសម្រាប់ពីរស្រអាមរ៉ាំវសម្រាប់ពីវស្រអេះវ៉េះវសម្រាប់ពីវស្រអេះវ៉េះចស្រអាចាបសម្រាប់ពីបស្រអីបៃអានថាចាបៃអានថាចាបៃរយោសម្រាប់ពីយស្រអាយ៉ាអានថារយ៉ាអានថារយ៉ារមួសម្រាប់ពីមស្រអេះម៉េះរមួសម្រាប់ពីមស្រអស់ម៉ោះអានថារម៉េះរម៉ោះអានថារម៉េះរម៉ោះរសម្រាប់ពីរស្រអាមរ៉ាំរសម្រាប់ពីរស្រអាយរៃអានថារ៉ាំរៃអានថារ៉ាំរៃតស្រអាតាវសម្រាប់ពីវស្រអៅវ៉ៅអានថាតាវ៉ៅអានថាតាវ៉ៅញួសម្រាប់ពីញស្រអេះញ៉េះញួសម្រាប់ពីញស្រអស់ញ៉ោះអានថាញ៉េះញ៉ោះអានថាញ៉េះញ៉ោះហស្រអោហោបសម្រាប់ពីបស្រអៅប៉ៅអានថាហោប៉ៅអានថាហោប៉ៅល្បះនេះអានថាចៅរាពូកែរាំឆាយ៉ាំអានថាចៅរាពូកែរាំឆាយ៉ាំល្បះនេះអានថាម៉ែបូណាប៉ះហោប៉ៅខោអានថាម៉ែបូណាប៉ះហោប៉ៅខោ